ត់បាទចូលប្រកួតបន្តទៀតហើយបាទអាញាកណ្ដាលធ្វើការរក1 2 3ចាប់ដល់ចូលទៅទៀតហើយបាទ AI គាត់អត់ហ៊ានបើកអាវុធគាត់ទេគាត់អត់ធ្វើអីទេបាទអូមិនឃើញថាអាវុធរបស់ AI គាត់មានវិកដែរចូលឡើងទៅឡើងទៅបាទបែកខ្លួនរបស់ AI បាត់ហើយអូនិយាយថាខាងក្រុម AIS អត់បានរៀនថយទេបាទទោះបីមិនក៏នៅតែចូលបន្តទៀតដែរបាទ Full Number រៀនក៏រៀនពីមេរៀនរបស់គាត់ដែរទោះបីជាកន្លងពីដងកណ្ដាលក៏គាត់នៅតែធ្វើការបោះពួយទៅមុខដើម្បីធ្វើការប្រយុទ្ធនេះទៅវិញដែរបាទកំពុងតែឆ្វែលកើតបាទយើងមើលទៅបាត់ហើយបងអើយអូបាទគាត់មកព្រមទេបាទឃើញថាខាង AI បាទទីអំណាចយ៉ាងធំមែនតើបាទបាទគឺមកវារៀបវាសន្ធឹកខ្លាំងមែនតើបាទអូខេយើងនៅសល់ពេល50វិនាទីនៅសល់55វិនាទីចុងក្រោយបាទចូល2ដងអត់ចូលជ័យប៉ុន្តែចូលលើកទី3គឺទទួលបានជ័យជំនះបានហើយយើងឃើញដែរបន្ទាប់ពីមានការបំបែក2លើកមកឥឡូវនេះមិនដែរបាទចូលទៅទៀតហើយបាទលើកនេះអត់កន្លងទេវាយយកតែម្ដងអូខេយើងនៅសល់ពេល40នាទីទៀត40វិនាទីទៀតបាទតែគាត់ហ៊ានចូលទៀតដែរទេលោករដ្ឋាបាទចូលទៀតបាទតិចទៀតហើយបាទចូលទៅថាមានការបែកបំណែករបូតចេញជាបំណែកយកតែម្ដងគណៈពេលវេលានៅសល់26វិនាទីទៀតតែប៉ុណ្ណោះចំណុចខាង AIS គាត់បែកបន្តិចទីខ្លាំងមែនតើបាទឃើញថា AIS រងរបួសយ៉ាងដំណំបាទអូខេខាង Full Number គាត់ឈប់បើកអាវុធរបស់គាត់ហើយគាត់គិតថាលទ្ធផលប៉ុណ្ណេះអាចទទួលយកបានហើយក៏ប៉ុន្តែខាង AIS ក៏គាត់មិនបង្អត់ព្យាយាមរុញបន្ថែមយើងសល់ពេល10វិនាទីទៀតបាទចូលបន្ថែមបាទចូលបន្ថែម5 4 3 2 1បាទចង់ការប្រកួតបាទសុំសម្លាក្រុមទាំងពីរមួយបាទឥឡូវនេះលទ្ធផលចាក់ស្ដែងយើងអត់ទាន់ដឹងដូចគ្នាចាំមើលការកាត់សេចក្តីពីអង្គចៅក្រមរបស់យើងបាទចាំមើលតើក្រុមទាំងពីរក្រុមណានឹងទទួលបានជ័យជំនះក្រោយពីការប្រកួតនោះហើយបាទគូមិញនេះជក់ចិត្តអត់បងប្អូនបាទជក់ចិត្តទេបងប្អូនអូខេឃើញថាបាទអធិប្បាយបន្តិចបាទឃើញថាក្រុម Full Number គាត់ស្មារតីរបស់គាត់អត់រៀនថយទេបាទគាត់ធ្វើការចូល2ដងអត់ជោគជ័យតែលើកទី3គាត់នៅថាខ្ញុំមិនដកថយនៅតែចូលបន្តបាទ Full Number X បាទមានកតុយ X ពីក្រោយបាទឥឡូវខ្ញុំសូមសួរចំណាំអារម្មណ៍តិចនៅពេលដែលយើងចូល2ដងហើយអត់ជោគជ័យប៉ុន្តែយើងមានអារម្មណ៍មិនដែរហេតុអីយើងត្រូវនៅតែចូលបន្តទៀតដោយសារតែអាវុធខ្ញុំមាន2ដំណាក់កាលទី1វាវិលច្រាស់ទៅបាយគេទៅខ្ញុំខ្ទាតខ្លួនឯងតែដំណាក់កាលចុងក្រោយអាខ្លាំងគឺបាយគេខ្ទាតហ្មងបាទតិចគាត់គឺល្អមែនតើបាទមានន័យថាការចូល2ដងមុនហ្នឹងគឺគ្រាន់តែជាការខុសបច្ចេកទេសទេលើកទី3លេខ top skill បាទអានេះគេហៅថាស្គាល់ពីខ្លួនឯងច្បាស់ហើយស្គាល់ពីសត្រូវច្បាស់ដូចគ្នាការខ្លាចលាក់កញ្ចក់បាទចំណែកឯក្រុម AIS វិញបាទនៅពេលដែលទទួលបានលទ្ធផលបែបនេះឃើញថារបបរបស់យើងទីព្រៀងច្រើនដែរតើអូនមានអារម្មណ៍យ៉ាងម៉េចដែរបាត់បងឯងបាត់ភ័យនៅបាត់ហើយអីណាបាទឆាប់ភ័យអូនណាអូខេអញ្ចឹងយើងសូមធ្វើការប្រកាសលទ្ធផលជាផ្លូវការរបស់យើងការប្រកួតរវាងក្រុម Full Number X ជាមួយនឹងក្រុម AIS Robot ជ័យជំនះបានទៅលើក្រុមបាទឥឡូវឈប់សិនលោកវណ្ឌីយើងសុំសម្លេងដើម្បីផ្ដល់កម្លាំងចិត្តឲ្យបងប្អូនតូចយើងបន្តិចបាទសុំសម្លេងឲ្យក្រុម AIS Robot មួយបាទដោយសារតែទោះបីជាលទ្ធផលទៅជាយ៉ាងណាក៏ដោយប៉ុន្តែនេះមិនមែនជាការប្រកួតគ្រាន់តែដើម្បីយកចាញ់ឈ្នះទេបាទគឺដើម្បីមានន័យថាបណ្ដុះនៅស្មារតីក៏ដូចជាផ្នែក STEM Education ហើយនិងផ្នែក Engineer ទៅដល់យុវជនជំនាន់ក្រោយក៏ដូចជាកុមារីរបស់យើងផងដែរបាទបាទឥឡូវនេះលទ្ធផលជាផ្លូវការជំនួបរវាងក្រុម AIS Robot ជាមួយនឹងក្រុម Full Number X ជ័យជំនះបានទៅលើក្រុម Full Number X ការប្រកួតរបស់មិញនេះពិតជាស្បស្បាញមែនតើបាទ